បាទសូមជម្រាបសួរដល់បងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍ឲ្យបងប្អូនទាំងគ្នាទៅចូលរួមទស្សនាជាមួយគ្នាដូចជាកំសាន្តនៅឯភ្នំក្រោមចុងឃ្លាវីដេអូនេះយើងមកដល់ខ្ញុំមកដំណើរពីកំណើតយើងក៏មកដល់បាកងហើយយើងក៏កំពុងរៀនតាមម្ហូបអាហារទទួលទានអាហារត្រង់បាកងហើយសម្រាប់ខ្ញុំអារម្មណ៍ក្នុងខណៈយើងទៅជួបទៅដំណើរកម្សាន្តទៅកាត់ជំរាបទៅជាតែមិនភ្លេចពីតំបន់នៅតំបន់ដែលយើងទទួលទានអាហារជាមួយគ្នានៅឯបាកងថាមានសម្បូរបែបហើយជាពិសេសយើងខ្ញុំចិត្តថាយើងមិនភ្លេចទេមន់ជាមួយនឹងរូបឆ្ងាញ់ហើយម្យ៉ាងទៀតការដែលចំទីនេះស្អាតគឺថាពិសេសគេប្រើឈូកទឹកចេកដូចខ្ញុំបានបង្ហាញដែរយើងឃើញថាបាយដាក់ទឹកចូលក្នុងទឹកមែនតើបាទហើយគ្រួសាររបស់យើងបានដំណើរតាមពិតទៅយើងមានកម្មវិធីក៏ការនៅសៀមរាបហើយយើងក៏ឆ្លៀតឱកាសដើម្បីទៅដំណើរកម្សាន្តជាមួយដែរជាមួយគ្រួសារហើយជាមួយគ្នាក្រោយពេលដែលយើងបានទទួលទានអាហារថ្ងៃត្រង់ហើយយើងក៏បានបន្តធ្វើដំណើរមកមុខទៀតហើយនេះឯងយើងគៀកនឹងទៅដល់ភ្នំក្រោមដែរហើយពីព្រោះយើងអត់អាចបងអង្គយូរទេដោយសារតែពេលយើងឃើញដែរនេះគឺជាទស្សនវិជ្ជានៃផ្លូវចូលភ្នំក្រោមឬក៏ចុងគ្នាហើយបងប្អូនអាចបន្តិចនឹងមើលឃើញអំពីស្ថានភាពដែលប្រជាពលរដ្ឋគាត់អាស្រ័យនៅភូមិបណ្ដែតទឹកបាទនៅចុងគ្នាឥឡូវនេះយើងបានមកដល់ចំណតរថយន្តហើយមុនដែលយើងអាចនឹងជិះទូកបានយើងត្រូវការយើងទិញសម្រាប់ទូកដែរបាទហើយនេះមុនយើងបានចូលគឺបានថតទស្សនវិជ្ជាទូកដែលមានទូកខ្នាតតូចខ្នាតមធ្យមហើយនិងខ្នាតធំសម្រាប់ដំណើរកម្សាន្តនៅឯភូមិបណ្ដែតទឹកឬចុងគ្នានោះឯងហើយយើងសម្រាប់យើងបានទិញសម្បត្តិមុនដែរបាទហើយតម្លៃសម្បត្តិនោះក៏ខុសគ្នាអាស្រ័យទៅលើទំហំនៃទូកដែរហើយការដែលយើងជិះហ្នឹងក៏មានចំនួនកំណត់ដែរមិនអាចតាមតែចិត្តយើងបានដែរតើគេកំណត់ថាតើចំនួនដែលទូកតូចជាបានហើយទូកធំជាបានគឺមានចំនួនកំណត់ដែរហើយនៅទីនោះឯងក៏មានទីកន្លែងដែលលក់ក្នុងសាវីនៅចំណតរថយន្តយើងក៏គេកន្លែងដែលយើងទិញស្នូលនេះគឺជាការយើងបានទិញសម្បត្តិឆែកហើយយើងក៏ធ្វើដំណើរចូលក្នុងដើម្បីនឹងជិះទូកដល់នេះពួកយើងបានទិញសម្បត្តិហើយសូមជម្រាបបងប្អូនដែរថាចុងឃ្លៀសឬក៏ភ្នំក្រោមនោះឯងមានចង្អាតប្រហែលជា10គីឡូជាងពីទីរួមខេត្តឬក៏ពីក្រុងសៀមរាបចាំមិនឆ្ងាយប៉ុន្មានទេក្នុងហើយយើងធ្វើដំណើរទៅកំសាន្តនៅទីនេះហើយសម្រាប់កូនរបស់យើងបានមកដល់ទូកពួកគេពិតជាសប្បាយរីករាយក្នុងការដែលគឺបានបទពិសោធន៍ថ្មីមួយទៀតសម្រាប់ពួកគេដែលពួកគេមួយចំនួនដែលបានជិះដែលបានធ្វើដំណើរកំសា
តាមរបៀបនេះហើយទេចេះគេបង្ហាញពីអារម្មណ៍ដូចយើងអូខេយើងក៏បានមកដល់ហើយក៏បានធ្វើដំណើរឡើងទូកក៏បានទៅដែរទូកយើងណាតែប៉ុន្តែយើងទិញខ្នាតតូចភាសាគ្នាយើងច្រើនប្រហែលដែរទេហើយយើងក៏សម្រេចទិញខ្នាតតូចហើយតាមពិតខ្នាតតូចវាសិនយើងមើលទៅដាក់បានអាចលើស10នាក់ផង20នាក់ផងតែមានពីជាន់ខ្ញុំអត់ដឹងច្បាស់ថាទូកដែលខ្ញុំជិះនេះវាជាប្រភេទខ្នាតតូចឬខ្នាតមធ្យមទេតែមើលទូកដូចជាធំតែយើងទិញសម្រាប់តូចតែខាងក្រុមហ្នឹងគេឲ្យយើងឡើងកូនសប្បាយអត់សប្បាយទេអត់សប្បាយចុះពីទូកលឿនតែស្រាប់តែជុតវ៉ាន់ហូសណាជួនឆាវល់ហើយស្រាប់តែជុតអត់តែឲ្យទៅទេហើយសូមជម្រាបដល់ពុកម៉ែបងប្អូនដែរថាលក្ខណៈពិសេសនៃចុងគ្នានោះគឺជាភូមិបណ្ដែតទឹកដែលមានផ្ទះមានសាលារៀនវត្តអារាមអគាររដ្ឋបាលហាងលក់ទំនិញទឹកជាមានទាំងប្រាភាគ្រាបកសត្វនោះដែរជាប្រជាជនភាគច្រើននៅទីនោះគឺពួកគាត់ប្រកបមុខរបរនេសាទហើយនិងទេសចរណ៍ដែរហើយជាមួយគ្នាការជិះទូកលើបឹងទន្លេសាបនេះឯងយើងអាចមើលឃើញអំពីទស្សនវិជ្ជានៃការរស់នៅដ៏ប្លែកមួយទៀតសម្រាប់ប្រជាពលរដ្ឋនៅចុងនេះឬក៏នៅភូមិបណ្ដែតទឹកនោះឯងហើយសម្រាប់យើងដែលជាប្រជាជននៅលើគោកអញ្ចឹងយើងខាងនេះគឺជាទស្សនវិជ្ជាប្រជាពលរដ្ឋដែលគាត់រស់នៅហើយជាមួយគ្នាដូចជាការប្រកបរបរហើយជាសេដ្ឋកិច្ចច្រើនខ្ញុំទៅជាមនុស្សអាចបានតែតាមរថាអីគឺជាទស្សនវិជ្ជាដែលយើងកំពុងតែធ្វើដំណើរចូលទៅភូមិបណ្ដែតទឹកយើងក៏អាចមើលឃើញអំពីអគាររដ្ឋបាលដែលមាននៅភូមិបណ្ដែតទឹកដែរខ្ញុំជំរាបពីដើមថាមានទាំងអគាររដ្ឋបាលមានទាំងសាលារដ្ឋបាលផ្សេងមានប្របាប់យ៉ាងមិនខុសពីការរស់នៅរបស់យើងនៅលើគោកទេហើយសម្រាប់តំបន់ចុងគ្នាហ្នឹងក៏ជាតំបន់ទេសចរពិសេសដ៏ល្បីមួយដែរនៅក្នុងខេត្តសៀមរាបនេះយើងឃើញអំពីការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរចុះឡើងពីគោកទៅក្នុងទឹកដូចជាការធ្វើដំណើរដឹកជញ្ជូនសម្រាប់ការប្រមូលផលរបស់គាត់ដែលចង់ឲ្យពីជនគាត់គឺជាអ្នកកមុខរបរនេសាទ
ដូចឲ្យបងប្អូនបានឃើញហើយដែលនេះជាទស្សនវិជ្ជានៃការរងរបស់ប្រជាពលរដ្ឋហើយគុំបណ្ដែតទឹកហើយនេះជាវត្តអារាមហើយជាប្រវត្តិបានរស់នៅសងខាងនៃផ្លូវចូលហើយជាមួយគ្នាសូមជម្រាបបងប្អូនដែលថាសម្រាប់ភូមិបណ្ដែតទឹកនេះក៏មិននៅតែកន្លែងទេចឹងអាស្រ័យទៅលើរដូវកាលនៃការទឹកត្រូវស្រកឬទឹកត្រឡាងទៅហើយនេះឯងគឺជាកន្លែងដែលជាប្រអាចនឹងលេងកីឡាដែរខ្ញុំបានថតហ្នឹងគឺជាតារាងបាល់ផ្ទះបាទនេះគឺជាសាលារៀនហើយជាប្រវត្តិបាទពួកជំនុំកាលីលេឈើបាទពួកជំនុំអញ្ចឹងក៏មានប្រវត្តិគឺបរិស័ទដែរនៅទីនេះសាលារៀនជាមួយគ្នាក៏ជាការលើកទឹកចិត្តដល់បងប្អូនដែរថាបើសិនបើបងប្អូនទៅទស្សនានៅខេត្តសៀមរាបបងប្អូនអាចនឹងពោះឬក៏បងប្អូនអាចនឹងទៅលេងនៅក្រុងគ្នាហើយបងប្អូនអាចនឹងមើលឃើញអំពីទស្សនវិជ្ជាមួយមួយទៀតសម្រាប់ប្រជាពលរដ្ឋក៏ដូចនៅដូចជាការប្រកបមុខរបរនៅផ្ទៃទឹកបាទពិតជាស្រស់ស្អាតទាំងទេសភាពការរស់នៅរបស់ប្រជាពលរដ្ឋហើយជាអាចនឹងផ្លាយខុសពីការរស់នៅដែលយើងនៅលើគោកដែរហើយជាការល្អដែលយើងអាចនឹងគ្រប់គ្រងដូចជាប្រើប្រាស់សេវាកម្មទេសចរណ៍ក្នុងស្រុកហើយជាការជួយដល់ប្រជាពលរដ្ឋក្នុងតំបន់ដែរហើយយើងថតពីថ្ងៃនេះយើងបន្តិចទៀតយើងនឹងទៅដល់ទីនេះគឺជាភោជនីយដ្ឋានហើយទីនោះគឺបានរៀបចំល្អស្អាតមានទាំងភោជនីយដ្ឋានមានទាំងលក់សម្ភារៈអនុស្សាវរីយ៍ច្រើនចេញទៀតដែរមានទាំងចំកពើដែរបងអាចនឹងឃើញបើសិនបងប្អូនមិនទាន់បានទទួលទានអាហារតាមនេះទេបងប្អូនអាចនឹងទៅទទួលទានអាហារនៅឯភោជនីយដ្ឋាននៅភូមិបណ្ដែតទឹកទីនេះក៏បានដែរបាទនេះគឺជាចុងឃ្លៀសហើយយើងកំពុងតែមកដល់ភោជនីយដ្ឋានគេថាសម្រាប់ពិព័រណ៍ត្រីទឹកសាបនេះហើយយើងបាទចំពើនេះក៏ពើប៉ិតដែរបងប្អូនបងប្អូនមិនកំច្រឡំថាក៏ពើចូលពើសៀនមកនេះមែនទេ
trong thay vì nè Aset tak aset tak mau kamu dia. hai tờ like thành đấy cứ chỉ một thợ nông sao đi nhưng mà chỉ bị đạp đại phôi trên khán nó miền tràng phôi trên khán miền tràng một thợ nông sao đi tràn để mà hồn ai nhờ mới với chiếc tôi sẵn mà bọn hồn mình chẳng tính cả mình chỉ bánh hai này của anh ta mới vì một thợ nông sao đi tìm sự chết này lâu phôi trên khán rồi nhưng mà thọt trua chúng đó là ổn cho đại thành chỉ một thợ sao đi khác có đợt nào khai có đợt nào ở đồng bằng thì cho nó này tôi nâng càng xaก็ไปยังบ้านตัวสนาการนรบาลบัญชีบรวัตในภูมิรัฐตึกในยังจอดเราใจถึงวิ่งจึงกับบ้านหมดดอลสะกลุ่มcho cái tục thống mà dân chi tục thôi để bay cho tục hàng xã cùng và mở play anh chị em đang tham spa ở đây ba đây mà bây giờ mình khơi spa thấy riêng spa của mình tôi nha bây giờ spa bà này spa này xa rồi lần này dân ngầm phong tai nó lời tục tối cho mình là chỉ cho mở play đá này cho mỗi lần con mình mang bà đâu còn nơi trong kia bà hạt xiêm riệp từ gặp trong cào chạy xôm luôn cho nó làm phong lạc nia đại chế phiêu chiết này chìm xếp nhiều chiết bằng xôm rồi dân ai đừng control đầu sửa cam thì cho không sọc và chỉ mình thấy cái đôi chi nó có dương pra sửa cam thì cho không sọc đôi chi ca chui một cung đò giả cung thằng mũ đài và mình đã tư không cái cam chỉ dương có mình đồng bằng thì cho ra สำหรับขยมนี่คือที่มวยกระไดบานที่ตู้โจลง
ក្នុងមើលព្រៃឈើហើយតាមសហគមន៍ប្រាប់ថាមានអាចនឹងមានស្វាចេញមកដែរបាទយើងមិនច្បាស់ទេចាំយើងមើលចាក់សាច់អស់គ្នា មកស្វាណា ហើយដោយព្រោះតែជាព្រៃឈើហើយនៅក្នុងខែប្រាំងនេះដែរដោយសារយើងទៅនេះគឺក្នុងខែ1យើងឃើញទឹករៀងស្រកហើយយើងអាចជិះហើយដំណើរកម្សាន្តរបស់យើងអានេះគឺយើងថ្ងៃឆ្លងឆ្នាំ2026ហើយបើតាខ្ញុំសួរបងអូនដែលគាត់ជាអ្នកអ៊ំទូក៏ប្រាប់ថាខែប្រសាទឹករៀងជ្រៅខ្ពស់ជាងនេះខែនេះទឹករៀងមិនសូវជាជ្រៅប៉ុន្មានទេបានជាសម្រាប់បងប្អូនដែលស្រឡាញ់ចូលចិត្តធម្មជាតិការទស្សនាមើលព្រៃព្រឹក្សានៅតាមវត្តបងប្អូនអាចនឹងជួបបទពិសោធន៍ថ្មីមួយទៀតតាមរយៈការជិះទូកនៅចុងឃ្លៀសបាទជាមួយគ្នាសម្រាប់តម្លៃសេវាកម្មទូកមួយទូក$10ហើយមើលចាស់ទៅទៅអាចបាន2នាក់ហើយក្មេងអាចថែមបាន2នាក់ទៀតដែលទូកខ្ញុំនេះគឺជា4នាក់ទាំងក្មេងបាទហើយរយៈពេលនៃការយើងជិះទូកហ្នឹងចន្លោះពី35ទៅ40នាទីបាទចឹងទេលោកបងប្អូនអាចនឹងមើលព្រៃព្រឹក្សាអ្នកតាវបាទពីធម្មជាតិនេះគឺជាទេសចរក្នុងស្រុកហើយក៏ដូចជាការលើកទឹកចិត្តដល់សហគមន៍យើងឲ្យគាត់មានប្រាក់ចំណូលសម្រាប់ចិញ្ចឹមបីបាច់ថាចិញ្ចឹមបីបាច់ក្នុងក្រុមគ្រួសារគាត់ដែរបាទបងប្អូនហើយវាជាកន្លែងសៀមរាបទៅព្រៃកុករៀងសៀមរាបតាមស្មាស្វា3ទៅគ្នាបាននឹងខំទីបានអត់ហ៎មកក្រាមបងហ៎អូនេះបានសិតតែកូនត្រីនេះជាត្រីចវានេះហ៎ត្រីគេត្រីចវាlàស្អីនេះឡើងដល់លើចុងដល់ពេលដើមឈើដល់ពេលអញ្ចឹងវាអត់ងាប់ហ៎អញ្ចឹងរហូតហ្មងទេ
ไม่บานล้านถอดchân thọt bên lơ không chẳngนี่คือทะเลอ๋อเตาป่ะอ๋อตอนนี้เขาเตาได้ป่ะนี่ตอนนี้เรื่องแต่ตู้ก็เป็นอะไรเราดำเชื่อตอนนี้เลยนะมารถเจ็ดไม่พลายอยู่บางคนจังบางกันมาซ่าลงไปลางตะเลยจงเชื่อเลยโหลดnó cho mình chừng thò đòiเราสนามมันท่านลังเลยแล้วปามถอดผมเอาพูดเอาไหมแค่เราในตุกเยอะบานปลาชนะตัวมวยหางกราวอย่างตัวมวยมันไหลลางเลยtrongเชิงขอบสำหรับสังคมจงคลิปนี้บางคนยังมามาหน้าเขาบ้านให้ผมเคยเรียนกระดาวมีจ่วงหมกไอ้อย่างไรดีบ้างอะไรมันจะไปยกเรียวไอ้ไงตรองไปหลังงี้ไอ้ก็บ้านได้ไอ้มาบ้านสามีเมียดำชื่อสเตอร์ได้กรอบจิตได้ให้บ้างโอเคน่าทานสบายดีสนะเราไม่ได้แต่ไลน์นี่คือเจตนาเทียบในกลายเป็นยังบานจีโจขนมไปสังคมให้ดูบ้านเป็นเราก็การรับไปขายจีตัวแซมคุ้มสำหรับคนไทยสำหรับบอลเลย She puts her hand in mine. We wanna chase the night, wanna dance to the light. Pull stars from the sky, just two hearts running wild. Never sleep, never stop. As we shout from the top, we're gonna be. ได้ยังสังคมวัดโอนวัดบางสายวัดอันนี้มันเป็นอะไรครับนายกรรมการจากชีวิตไอ้ยังมีการทำเป็นยังเคยตัวมันทำไปเรียนดูการเมืองมันคือก่อนเป็นนี่ตาม so loud as the hours pass we're gonna do it all again ที่จงคราวสมจุดโปเอาลำหนักคำสารแล้วบอกเอาตัวของคนนี่จุดแต่คำสารเป็นอย่างแต่โปได้หมดทุกเรื่องนอกจากบนตัวชนะมันนั่งอยู่ก็ตำนาคำสารพิเศษไงตอนเย็นบอกนี่ไอ้ยังเมียนเปรย์แล้วมันก็คำสารตัวชนะการระบำเจ็บร้อนแล้วผมแบบสิบคนสิ่งสำคัญในจุดนี้เราจะเอาไว้សូមជួយ subscribe ដល់ channel យើងខ្ញុំដើម្បីយើងខ្ញុំអាចនឹងមានកម្លាំងចិត្តក្នុងការបន្តធ្វើវីដេអូទៅនឹងដំណើរកម្សាន្តផ្សេងៗនៅកន្លែងផ្សេងៗទៀតដែរ